នៅក្នុងកំណត់ត្រាដែលបានចេញផ្សាយកាលពីសប្តាហ៍មុនធនាគារស្វីសមួយនេះបាននិយាយថាខ្លួនរំពឹងថាតម្លៃនឹងធ្លាក់ចុះបន្ថែមទៀតពី$300ទៅ$900ក្នុងមួយអោនឬក៏ពី$360ទៅ$1080ក្នុងមួយដំឡឹងដោយលើកឡើងពីអ្វីដែលខ្លួនហៅថាឥទ្ធិពលទ្វេដងនៃស្ទិន្នន័យសេដ្ឋកិច្ចសហរដ្ឋអាមេរិកដែលរឹងមាំនិងការពន្យាពេលនៃការបន្ធូរបន្ថយគោលនយោបាយរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទមាសបានកើនឡើង3.3%ដល់តម្លៃ$4,339ក្នុងមួយអោនឬក៏$5,228ក្នុងមួយដំឡឹងបន្ទាប់អំពីមានសេចក្តីរាយការណ៍អំពីកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដោយសារតែតម្លៃប្រេងធ្លាក់ចុះបានកាត់បន្ថយអតិផរណានិងការភ័យខ្លាចនៃការដំឡើងអត្រាការប្រាក់ដែលបានងើបឡើងវិញពីកម្រិតទាបប្រហែលជា$4,126ក្នុងមួយអោនឬក៏$4,971ក្នុងមួយដំឡឹងកាលពីថ្ងៃទី10ខែមិថុនា។